នេះហើយគឺជាជីវិតរបស់ខ្ញុំពេលយប់នៅស្រីស្នំព្រឹកឡើងមកបាយទាខ្វៃនៅសៀមរាបហើយមិនមែននៅសុកមកញ៉ាំបាយនៅសៀមរាបទេណាដោយសារខ្ញុំថ្ងៃនេះដល់ថ្ងៃពេទ្យណាត់ដឹកម៉ែមកលាងឈាមនៅសៀមរាបអ្នកទាំងអស់គ្នាធ្លាប់ញ៉ាំបាយទាខ្វៃអត់បាយទាខ្វៃនៅកន្លែងនេះឆ្ងាញ់ហើយមានអនាម័យអ្នកទាំងអស់គ្នាមកមើលបាយគេណាសាច់ទាគេឡើងលលោងហើយខ្ញុំចូលចិត្តជាងគេនេះស្បែកទាហ្នឹងឯងគេមានថែមជ្រក់សក់ឲ្យមួយចានទៀតហើយនៅពេលយើងញ៉ាំយកទឹកសៀងមកស្រោចទៅលើអញ្ចឹងទៀតបងអើយរឹតតែអេបហើយហាងមកគាត់ណានិយាយពីអនាម័យវិញខ្ញុំឲ្យ10លើ10ហើយអ្វីដែលរឹតតែពិសេសហ្នឹងបងទឹកម្ទេសលីងមកគាត់នេះប្រឡាក់លើបាយយើងនិយាយពីថាឆ្ងាញ់បងអើយបើនិយាយពីម្ទេសត្រាំជាមួយនឹងខ្ទឹមត្រាំវិញហ្នឹងបងម្ទេសជ្រក់ហើយនឹងខ្ទឹមជ្រក់របស់គាត់គឺអស់ផ្ទះហ្មងបងម្ទេសគាត់ហិលដោយសារគាត់ប្រើម្ទេសអាចសាច់យើងយកវាមកស្រោចលើបាយយើងយ៉ាងហ្មងបងណាហើយបើនិយាយពីអង្គរបស់គាត់វិញទន់ល្មើយបងហើយឈ្ងុយទៀតហើយនិយាយពីទាមួយថ្ងៃមិនដឹងអស់ប្រហែលក្បាលទេមើលគាត់លក់ដាច់ណានិយាយពីថាអ្នកកាប់សាច់ទានឹងកាប់ចង់ទឿនខ្ញុំអង្គុយនៅក្រៅទេបងចាំមើលភ្ញៀវក្នុងក្នុងនេះអានេះម៉ោង9ម៉ោង10ទេណាមនុស្សច្រើនណាហើយអ្នកនរគ្នាមកសៀមរាបកុំភ្លេចហៀហោបាយទាខ្វៃអានេះខ្ញុំចេញពីហាងរបស់គាត់គឺខ្ញុំជិះទៅផ្លូវលោកតនើយគឺចម្ងាយប្រហែលជា3ពី300ម៉ែត្រហ្នឹងឯងបាទស្តុបលោកតនើយហើយបើយើងទៅផ្សារលើប្រហែលជាអាច4 500ម៉ែត្រអញ្ចឹងសូមកុំភ្លេច share វីដេអូនេះម្នាក់មួយនៅពេលមកសៀមរាបចូលញ៉ាំបាយហៀហោទាខ្វៃទាំងអស់គ្នាអរគុណបាយបាយ